Sớm chun riêng này tiền khmer, bỏ ra cầm sắt, nâng có ôm tập. Cá bị bầy ní, miền bỏ ra chầm nà mà nẹ chứ mốt sọc. Ta sọc, cứ chỉ mà nụ đại miền chật thó, sự phì bì bì xá, bọn tái miền bì sna ạp hộp, cợt mốc nông cổ xá cây cổ tóc dạ bầm phật. Rồi ngay, ta sọc tới châu bầy cặp ó, nâng bay bằng lại dốt một lụa đầm bầy đô ông co trọ chân năng. Tố bây chỉ cổ dạng ná, co ta sọc, mình tá kết trong lụt plon nẹ đã tây lời. Tôi từ vĩnh, bà kế miên hạ bần tịch bần túi. Có tánh tay chạy rầm lệ đo sẵn thiết, rồi nẹ đã có chân khuôn cọt chân địch. Nẹ phùm khá, sao cho mò oi cọt hà. Khuôn ấy xí mình còn phóng, nơi chóng thở bồn tiết. Bọn tay ta sọc krôn tay nhờ nhấm, hai tập thà. Trọp sầm bạch mình thất thê nửa tê, miễn tay tực chật tế, đáy nơi chọp nâng khuôn. Ngay mũi, khả nạ bê đại tà sọc cầm bông cặp đầy đám đầm lộnនៅក្បែរជើងភ្នំជោគរបស់គាត់ក៏បានប៉ះនឹងវត្ថុរឹងម្យ៉ាងគាត់ក៏កាយដីមើលក៏ស្រាប់តែឃើញក្អមដីចាស់មួយដែលប្រឡាក់សុទ្ធតែដីតាសុកគាត់គិតថាអូក្អមនេះនៅល្អតើយកទៅលាងឲ្យស្អាតទុកដាក់ទឹកផឹកនៅផ្ទះប្រហែលជាល្អពេលមកដល់ផ្ទះតាសុកបានលាងសម្អាតក្អមនោះយ៉ាងស្អាតដោយសារឃ្លានខ្លាំងគាត់ក៏បានយកប្រាក់មួយកាក់ចុងក្រោយដែលនៅសល់ក្នុងហោប៉ៅដាក់ចូលទៅក្នុងក្អមដើម្បីទុកទៅទិញនំប៉័ងនៅពេលល្ងាចស្រាប់តែរឿងមិនគួរឲ្យជឿបានកាត់ឡើងនៅពេលដែលគាត់លូកដៃយកប្រាក់នោះមកវិញស្រាប់តែឃើញមានប្រាក់កាក់ពេញក្អមតែម្ដងតាសុកភ័យផងអរផងគាត់សាកល្បងយកកាក់ចេញខ្លះរួចដាក់គ្រាប់អង្ករចូលទៅវិញមួយរំពេចនោះអង្ករក៏ហូរចេញមកពេញក្អមចាក់មិនអស់តល់ទៅសោះតាសុកដឹងភ្លាមថានេះគឺជាក្អមទឹកដែលទេវតាប្រទានឲ្យហើយចាប់តាំងពីមានក្អមទឹកតាសុកមិនបានយកសម្បត្តិទាំងនោះមកប្រើតែម្នាក់ឯងឡើយគាត់បានសង់ផ្ទះតូចសំរុំមួយរួចចាប់ផ្ដើមចែករំលែកអង្ករអាហារនិងមាសប្រាក់ដល់អ្នកភូមិដែលក្រីក្រក្មេងកំព្រាមានបាយហូបចាស់ជរាមានថ្នាំសង្កើព្យាបាលគេឈ្មោះរបស់តាសុកចាប់ផ្ដើមល្បីសរសៃពេញភូមិផងរបងជាមួយមនុស្សគ្រប់គ្នាគោរពស្រឡាញ់តាសុកប៉ុន្តែមានមនុស្សម្នាក់ដែលមិនសប្បាយចិត្តតល់ទៅសោះនោះគឺមហាសេដ្ឋីចិត្តខ្មៅប្រចាំភូមិមហាសេដ្ឋីចិត្តខ្មៅឈ្មោះឆៃបានឮរឿងក្អមទឹកក៏កើតចិត្តច្រណែននិងចង់បានជាខ្លាំងគេបានធ្វើល្បិចទៅជួបតាសុកហើយនិយាយបង្កាច់បង្ខូចថាណែតាសុកក្អមដែលតាឯងកាយបាននោះគឺកប់នៅក្នុងដីចំការចាស់របស់ដូនតាអញទេដូច្នេះតាឯងត្រូវតែប្រគល់ក្អមនោះមកឲ្យអញវិញជាបន្ទាន់បើមិនដូច្នោះទេអញនឹងប្តឹងទៅសាលាស្រុកដោយសារតាសុកជាមនុស្សស្លូតត្រង់និងមិនចង់មានរឿងវែងឆ្ងាយគាត់ក៏សម្រេចចិត្តប្រគល់ក្អមនោះឲ្យទៅសេដ្ឋីឆៃវិញសេដ្ឋីឆៃត្រេកអរណាស់ពេលទៅដល់ផ្ទះវិញគេក៏បានយកមាសដាក់ចូលទៅក្នុងក្អមមាសក៏កើនឡើងពេញក្អមតែម្ដងដោយសេចក្តីលុបលន់សេដ្ឋីឆៃមិនចង់ដាក់ម្ដងមួយកាក់នោះទេគេក៏បានហៅឪពុកចាស់ជរារបស់គេមកជួយមើលមាសដោយសារចាស់ជរាមើលមិនច្បាស់ឪពុករបស់សេដ្ឋីឆៃក៏រអិលជើងធ្លាក់ចូលទៅក្នុងក្អមទឹកនោះបានទៅរឿងដែលគួរឲ្យរន្ធត់បានកាត់ឡើងនៅក្នុងក្អមនោះមិនបានចេញមាសនោះទេប៉ុន្តែបែរជាចេញឪពុកសេដ្ឋីរាប់រយនាក់លោតចេញពីក្អមមកវិញឪពុកទាំងនោះដណ្ដើមគ្នាទាបាយស៊ីនិងឆ្លោះប្រកែកគ្នាពេញផ្ទះសេដ្ឋីឆៃភ័យស្លន់ស្លោព្យាយាមរុញឪពុកទាំងនោះចេញប៉ុន្តែកាន់តែរុញកាន់តែចេញមកច្រើនឡើង
រហូតដល់ផ្ទះសេដ្ឋីត្រូវបាក់រលំហើយទ្រព្យសម្បត្តិទាំងអស់ត្រូវវិនាសសាបសូន្យនៅក្នុងចំណោមភាពច្របូកច្របល់នោះក្អមទឹកក៏បានធ្លាក់បែកខ្ទេចខ្ទីទៅជាបំណែកតូចៗកម្លាំងទឹកក៏រលាយបាត់ទៅសេដ្ឋីឆៃដែលធ្លាប់តែមានមោទនភាពបែរជាខ្លាចជាអ្នកសុំទានព្រោះត្រូវចិញ្ចឹមឪពុកដែលកើតចេញពីក្អមរាប់រយនាក់នោះចំណែកឯតាសុកវិញទោះបីជាគ្មានក្អមទឹកក៏គាត់នៅតែមានសេចក្តីសុខព្រោះគាត់នៅសល់ដីធ្លីខ្លះសម្រាប់ធ្វើស្រែនិងមានសេចក្តីស្រឡាញ់ពីអ្នកភូមិតាសុកបានរស់នៅយ៉ាងមានសុភមង្គលរហូតដល់ចាស់ជរាអត្ថន័យអប់រំនៃរឿងនេះលោភពេកវាបាត់លៀបមនុស្សដែលមានចិត្តធម៌ទោះបីធ្លាក់ខ្លួនក្រក៏មានអ្នកជួយចំណែកមនុស្សដែលមានចិត្តលោភលន់មិនចេះស្កប់ស្កល់នឹងត្រូវវិនាសដោយសារអំពើរបស់ខ្លួនឯង